បាទជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកមួយទាក់ទងទៅនឹងរបៀបដែលយើង transfer file មកពីកុំព្យូទ័រមកទូរស័ព្ទឬក៏ពីទូរស័ព្ទទៅកុំព្យូទ័រអញ្ចឹងនៅក្នុងនេះគឺខ្ញុំ transfer ឬក៏ copy file រូបភាពឬក៏រូបថតមកពីទូរស័ព្ទមកដាក់ក្នុងកុំព្យូទ័របាទអញ្ចឹងជំហានទី1គឺយើងដោតដូច connect របស់យើងមកបាទចឹងពេលដែលយើងដកដូចគ្នាវានឹង load មកទូរស័ព្ទមកឲ្យយើងតែម្ដងបាទហើយនៅក្នុងទូរស័ព្ទវាមាន load USB មួយចឹងយើងយកពាក្យ file transfer បាទអញ្ចឹងនៅក្នុងទូរស័ព្ទវាមាន device មាន USB មាន file transfer មានដូច connect ផ្សេងៗជាច្រើនទៀតណាបាទវាមាន no data transfer ទៀតអញ្ចឹងនៅក្នុងនោះវាអាចមានតាមប្រភេទទូរស័ព្ទផ្សេងៗទៀតបាទអញ្ចឹងដើម្បីយើងអាចទាញ file ឬក៏ទាញរូបភាពនៅក្នុងទូរស័ព្ទនេះណាបាទនៅក្នុងទូរស័ព្ទមកដាក់នៅក្នុង drive D បានបាទហើយទាញមកដាក់ក្នុង drive D មកព្រោះនៅក្នុងទូរស័ព្ទនេះគឺបើយើងមើល property របស់វាproperty របស់វាអានេះវាបង្ហាញតែថ្មទេអានេះជាម៉ាកទូរស័ព្ទរបស់យើងបាទមានថ្មប្រមាណភាគរយវាសល់ប៉ុណ្ណឹងបាទអូខេហើយអានេះគឺ property របស់ try C បាទ try C របស់យើងគឺ30 space free 39 ចុចជាងបាទសរុប200 G ហើយ try D យើងសរុបមាន274ជាងយើងសល់ប្រព័ន្ធនៃ37%អូខេចឹងដើម្បី copy បានយើងចូលទៅក្នុងទូរស័ព្ទមកបន្តមកទៀតនៅក្នុងទូរស័ព្ទខ្ញុំដោយសារខ្ញុំដាក់ memory មួយអានេះជា memory បាទអានេះគឺជាម៉ាស៊ីនរបស់សំទោសម៉ាស៊ីនរបស់ទូរស័ព្ទតែម្ដងបាទចឹងអ្វីដែលខ្ញុំចង់បានគឺចង់ copy ចេញពីម៉ាស៊ីនទូរស័ព្ទខ្លះដោយសារវាមានរូបភាពនិងឯកសារច្រើនចឹងវាពេញណាបាទយើងចូលមកហើយខ្ញុំចូលទៅយកកន្លែងរូបភាពបាទចឹងនេះកាមេរ៉ាចឹងនៅក្នុងកាមេរ៉ានោះមានរូបថតមានអីផ្សេងជាច្រើនណាបាទអញ្ចឹងខ្ញុំមិនបាច់ទៅ copy នៅនោះទេគឺ copy នៅក្នុងកន្លែងកាមេរ៉ានេះតែម្ដងបាទ copy កន្លែងនេះមកបន្តមកទៀតចូលមក drive D បាទចូល drive D បង្កើត folder មួយបាទ right click មកយក new មកបាទ new folder មកឥឡូវខ្ញុំបង្កើតបានបន្តមកទៀតយើង control V បាទយើងផាសមកធម្មតាណាអញ្ចឹងយើងចាំមកសន្ទុះសិនមកដោយសារតែ file វាធំមានន័យថារូបភាពមិញគឺវាច្រើនអញ្ចឹងយើងចាំវាមកសន្ទុះមកវាដើរឲ្យអញ្ចឹងវានឹង load មកហ្នឹងវាអត់ load មកមួយរូបភាពនេះមានន័យថាវា load អា file កាមេរ៉ានឹងមកអញ្ចឹងមានន័យថាគ្រប់រូបភាពដែលយើងថតដោយប្រើកាមេរ៉ាទូរស័ព្ទរបស់យើងគឺវានឹងទាញមកទាំងអស់តែម្ដងណាបាទអញ្ចឹងគឺយើងទាញតែម្ដងគឺយើងបានសំណុំមកណាបាទឥឡូវ file របស់យើងបាន load មកហើយបាទនេះគឺជា file កាមេរ៉ារបស់យើងណាអញ្ចឹងនេះវាកំពុងតែ copy មកហើយអញ្ចឹងពេលដែលវា copy ចប់បាទចានេះវាចំណាយពេលប្រហែលជា1 ម៉ោង 55 នាទីណាបាទអញ្ចឹងចំណាយពេលយូរដោយសារតែ file វាធំណាបាទអញ្ចឹងនេះយើងទុកឲ្យវា copy ហ្នឹងទៅពេល copy ចប់គឺវានឹង load ចេញមកកន្លែងហ្នឹងនៅទិន្នន័យទាំងអស់តែម្ដងណាបាទអញ្ចឹងចំណែកឯនៅក្នុងនេះបាទ try នេះគឺបងប្អូនអាចចូលទៅលុបចោលទៅបានបើសិនយើងចង់ copy អាណាផ្សេងទៀតអូខេយើងយកទៅតាមនឹងទៅបាទនេះណាបាទតើតែចង់ copy record ចង់ copy record មកបាទអញ្ចឹងគឺយើងអាចមើលចំមើល property មើលអីវាក្នុងបានវាប្រហែលទៅអញ្ចឹងទៅអានេះ
វាក៏ជាចំណុចមួយងាយសម្រាប់យើងណាបាទឥឡូវយើងមើលប្រតិជីរបស់ទូរស័ព្ទយើងប៉ុន្មានបាទអានេះខាត់បាទអញ្ចឹងនៅក្នុងនេះពេលដែលវារត់ពេញណាបាទពេលដែលវារត់ពេញយើងអាចបិទវាទៅហើយនៅក្នុង file នេះយើងអាចលុបវាទៅហើយនេះគឺ memory បាទក្នុង memory យ៉ាងម៉េចបាទពេលដែលវាកំពុងដំណើរការអញ្ចឹងយើងអាចដកដូចទូរស័ព្ទឬក៏ធ្វើឲ្យទូរស័ព្ទឬក៏កុំព្យូទ័ររលត់គ្រឿងពេលនោះវានឹងផ្ដាច់ទៅអញ្ចឹងយើងទុកវាអញ្ចឹងសិនទៅតែយើងក៏អាចចុចចូលកន្លែងផ្សេងចូលមើលកន្លែងផ្សេងអត់បញ្ហាទេកន្លែងនេះអាចចូលបានបាទអូខេអញ្ចឹងពេលដែលវាពេញទៅបងប្អូនអរគ្នាចុចបិទទៅហើយ file នៅក្នុងទូរស័ព្ទនេះណាបាទ file នៅក្នុងទូរស័ព្ទដែលពេញនេះណាបាទពេញនេះគឺយើងអាចលុបបានក្នុងហ្នឹង IC ណាបាទចា file ដែលពេញនេះយើងលុបចោលទៅបាទជាការស្រេចចេញអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយ